រឿងកុលាបបៃលិនវគ្គទី2ការធ្វើដំណើរទៅបបៃលិនលុះចៅចិត្តបានទទួលសម្បត្តិគ្រូពេទ្យហើយក៏ចាត់ចែងសម្ពុតអាវដាក់វ៉ាលីផ្ដៅនិងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយក៏ប្រះដេកសម្រាកដោយសេចក្តីត្រេកអរដល់លើសលប់ក្នុងយប់នោះស្ទើរតែដេកមិនលក់ទល់ភ្លឺដល់ម៉ោង5ជិតភ្លឺនាឡិកាឯផ្សារវិលវាយឮសូរមើងយ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្តក្រោកឡើងលុបលាងមុខមាត់រួចក៏ស្លៀកពាក់យួរវ៉ាលីចុះពីផ្ទះដើរសំដៅទៅផ្សារវិលបំរុងទៅឡើងរថយន្តដែលដើរទៅផ្លូវបាត់ដំបងបបៃលិនចៅចិត្តទិញសម្បត្តិកន្លែងរួចស្រេចហើយក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីផ្សារក្រុងបាត់ដំបងវេលាម៉ោង6:15នាទីរថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូងដល់ទៅផ្សារភេស៊ីស្រាក៏បន់ត្រង់ទៅឯលិចតាមផ្លូវបបៃលិនចៅចិត្តអង្គុយមើលភូមិប្រទេសសងខាងមេគេនោះមកគូឲ្យស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់នឹកដល់ឪពុកដែលទៅអនិច្ចកម្មទៅថ្មីកាលណាទឹកភ្នែកក៏ចូលជន់ចេញមកតែខំទប់ទល់មិនឲ្យទឹកភ្នែកស្រក់ចុះទាល់តែបានដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នាមានសេចក្តីសង្ស័យបន្ទិលមកលើខ្លួនហើយបន្លំនិយាយសើចលេងកំសាន្តជាមួយនឹងអ្នកជិះទាំងអស់គ្នារៀងទៅឯផ្លូវដែលឡើងទៅស្រុកបបៃលិនមិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែនតែជាផ្លូវលំបាកបន្តិចត្បិតត្រូវបររថយន្តឡើងកាត់ភ្នំនិងសរសៀតាមជើងភ្នំខ្ពស់ឡើងហើយកោងបបត់បែនដល់រាបដល់ស្រុកបបៃលិនទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរៀបទេចៅចិត្តក្រឡេកមើលទេសភាពតាមសងខាងផ្លូវសឹងដេកដាស់ទៅដោយស្រែចម្ការច្បារដំណាំនិងភូមិស្រុកដោយអន្លើឃ្លាតឆ្ងាយដាច់ពីគ្នាលុះជិតដល់បបៃលិនក៏ឃើញតែព្រៃព្រឹក្សាលតាវរនិងភ្នំតូចធំច្រើនអនេកព្រមទាំងសត្វបក្សាបក្សីនិងសត្វចតុបាទក៏មានកុះកច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះចៅចិត្តបានឃើញសពសត្វអស់នោះក៏កើតមានចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែខ្លាំងឡើងស្ទើរតែទប់ទឹកភ្នែកពុំបានលុះដល់រថយន្តបបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើវេលាម៉ោង11ថ្ងៃត្រង់រថយន្តក៏បានទៅដល់ទីផ្សារបបៃលិនដោយស្រួលចៅចិត្តចុះពីរថយន្តដើរទៅស៊ើបសួររកផ្ទះលួងរតនសម្បត្តិមានភូមិម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថាផ្ទះលួងរតនសម្បត្តិនៅឯណោះចម្ងាយពីទីផ្សារនេះទៅប្រហែល500ម៉ែត្រក្បែរមាត់ផ្លូវខាងជើងនៅខ្លងទ្វារផ្ទះនោះមានសរសេរយីហោគ្រឹះស្ថានរតនសម្បត្តិអញ្ជើញទៅចុះគង់នឹងឃើញមិនខានចៅចិត្តក៏ចេញដើរទៅតាមពាក្យភូមិនោះហើយទៅឈររានៅមុខផ្ទះដូចមានយីហោខាងលើនេះមួយស្របក់មានកម្មករម្នាក់ចេញពីក្នុងភូមិនោះមកសួរថាអញ្ជើញមករកអ្នកណាចៅចិត្តភ្ញាក់ព្រឺតព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើនស្រាប់តែក្រឡេកឃើញបរិសខ្មៅម្នាក់ឈរសួរក្បែរខ្លួនទៅប្រាប់ទៅថាខ្ញុំមករកលោកលួងរតនសម្បត្តិវេលានេះលោកនៅឬទេបរិសនោះឆ្លើយតបលោកនៅខាងលើផ្ទះបើចង់ជួបនឹងលោកអញ្ជើញមកតាមខ្ញុំហើយបរិសនោះក៏ដើរនាំមុខចៅចិត្តឡើងទៅលើផ្ទះ
គេប្រាប់ឲ្យចៅចិត្តអង្គុយនៅលើកៅអីមួយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយដើរចូលទៅក្នុងបាត់មួយស្របក់ក៏លេចមនុស្សចាស់សក់ស្កូវម្នាក់ដើរចេញមកដោយរឹកពីអង្អាចស្លៀកសារ៉ុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះពាក្យដំបូងដែលនិយាយនឹងចៅចិត្តនោះដូចនេះថាក្មួយមកពីណាត្រូវការជួបនឹងខ្ញុំមានការអ្វីចៅចិត្តសង្កេតដឹងច្បាស់ថាលោកនេះហើយដែលហៅថាលួងរតនសម្បត្តិដែលខ្លួនត្រូវការជួបនិងរំកិលខ្លួនចុះពីកៅអីបន្ទន់ខ្លួនសំពះដោយសេចក្តីគោរពគួរសមឯលួងរតនសម្បត្តិជាអ្នកជំនួញលក់ត្បូងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកបោប៉ៃលិនក៏អង្គុយលើកៅអីមួយចៅចិត្តសង្កេតតាមរឹកពីរបស់លោកនេះយល់ថាជាអ្នកមានអធិស្ឋានល្អចិត្តសប្បុរសគួរជាទីគោរពរាប់អានមែនទៀនប្រោសមានចៅចិត្តឆ្លើយដោយអោនលំទោនហើយថាលោកគ្រូពេទ្យស្អាតបានផ្ញើសម្បត្តិមួយច្បាប់មកជួបប្រដីជាប្រគុណពេទ្យស្អាតក្មួយខ្ញុំនោះឬលោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធិស្ឋានរីករាយជានិច្ចហើយសួរថាសម្បត្តិនោះនៅឯណាចៅចិត្តលោកដៃទៅក្នុងហោប៉ៅយកសម្បត្តិនោះជូនទៅលោកលួងទទួលយកទៅអានដោយសេចក្តីត្រេកអរលុះមើលចប់ហើយក៏បែរមកពិចារណាមើលលក្ខណៈចៅចិត្តម្ដងទៀតមួយឯងមែនទេឬអីឈ្មោះចៅចិត្តដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឲ្យខ្ញុំទៀនប្រោសខ្ញុំបាទនេះហើយចុះក្មួយធ្វើការយ៉ាងនេះបានដែរឬការរបស់ខ្ញុំនេះវាធ្ងន់ណាស់តោងទ្រាំជីកដីក្នុងមួយថ្ងៃ5ទៅ6ម៉ោងទៅស្ទុះរួចរូបរាងស្អាតបាតដូចជាក្មួយនេះខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេមុខជារត់ទៅផ្ទះវិញហើយមនុស្សដទៃទៀតគេទ្រាំធ្វើបានយ៉ាងណាឯខ្ញុំបានគង់តែធ្វើបានដូចជាគេដែរសូមប្រដេជប្រគុណកុំព្រួយឲ្យសោះចៅចិត្តពោលរ៉ាប់រងយ៉ាងម៉ឺងម៉ាត់ពាក្យនេះហើយដែលធ្វើឲ្យលោកលួងរតនសម្បត្តិមានសេចក្តីពេញចិត្តណាស់ហើយចៅចិត្តនិយាយតទៅទៀតថាទៀនប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវិសនេះមិនប្រកាន់ការស្រាលស្រួលទេខ្ញុំបានមិនដែលគិតដូចនេះទេកាលបើខ្ញុំបានមានកម្លាំងពលំដរាបណាខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះទោះបីធ្ងន់ក្តីស្រាលក្តីអ្នកឯងនិយាយនេះត្រូវណាស់លោកលួងនិយាយសរសើរហើយថាណាស់ហើយចុះឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើការជានិច្ចវេលានេះអណ្ដូងត្បូងទៅខាងកើតខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឲ្យទៅធ្វើការនៅទីនោះធ្វើការក្នុងគ្រាដំបូងនេះខ្ញុំនឹងតាំងប្រាក់ខែឲ្យអ្នកឯងត្រឹម30រៀលសិនប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀតបើខំយកចិត្តទុកដាក់ធ្វើការដោយម៉ឺងម៉ាត់ហើយហ្មត់ចត់ផងចៅចិត្តអោនក្បាលទទួលយល់ព្រមដោយសេចក្តីគោរពម្ដងទៀតក្នុងគណៈនោះមានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះព្រមទាំងមានសំឡេងយ៉ាងឆ្មាតូចលាន់រំពងមកពីខាងក្រោយចៅចិត្តក៏ចោលភ្នែកក្រឡេកមើលទៅប្រទះនឹងភ្នែកទាំងគូកំពុងតែសម្លឹងចំត្រង់មកជាដួងភ្នែកប្រកបដោយទឹកដមគួរជាទីចាប់ចិត្តស្នេហាតែមានរឹកពីឆ្មាំងឆ្មៃបន្តិចមានកិរិយាខ្នេកខ្នក់ញែងញងល្វីសល្វន់ល្អណាស់សម្បុរស្បែកស្អាតមុខមូលក្រឡង់ដូចវងព្រះចន្ទ្រាសូរសំឡេងស្រួយស្រស់ដោយសូររគាំងប្រាក់ដំណើរល្វីសល្វន់ដោយផ្កាកុលាបដែលត្រូវខ្យល់បក់ល្វិចនៅកណ្ដាលសួនច្បារដូច្នោះ
ảo lọ ấy lọ mà lẹ ní bà hai chia anh dầu sọp khơi tệ đắng chào chật nhẹ smart ở đây lên sầm lăng sờ lăng cẳng khăn ông bê đại lục luôn sài hai con sài nục ai lang một hàng lợp tia một anh này nè rỉ ngày ní ba miên mà nô trôi một phơ ca mấy mà nẹ tiệt hơi niên cầm bom nè rỉ chiên chương lang chân đà mùi mùi này sầm lăng mơ chào chật đôi kệ rì già chmai bần tạch đai chi tùm niệm rập bò sờ tray cầm bom rụp sọc hỏi xua tới ở bục thà bá ní rứ nẹ trôi một phơ ca mấy rập bò dướng lục luồng nhẹ mốc tờ tùl hỏi nghĩa tới này gì nâng chào chật thà chào chật ní nê ri con sray té mũi rập bò nhom chào chật lợt này sầm pe sùa niên nê ri ngủ có bà tờ tùl cùng nộp đòi kệ rì già chmang tám ní say rập bò niên nê ri sầm lăng mờ cam mà có mấy rập bò ở bục tăng bị cả bà rờ hốt đó trong trường mờ hỏi mờ tiền nơi tì bấm phật còn loạn mọt hà cam một con đi scom đôi nhẹ nhiên áp hiền nâng miên cầm lăng chích đầy bàn rử ba chào chật cà trâu sray cầm mông sẽ đây đạn mục đôi chân còn nấc yên khma na cờ lê chào con tôi phê tư niên mùi phèn hỏi tọp từ thà mano trắng kê mình đã sum qua tha chia mano lưng ngùng tê ai mano scom có mình sum qua thà chia mano sao này scom giang nhom bạn ní miên cầm lăng khăng đối mano thọt thông mòm đai còn tại mình sâu miên sai chim thọt bò để bồ còn nó tê tán niên nè rì thưa mốc rồi nhờ tụm nón khăn bình tịch phỏng đôi niên mình nực thả chào chật hiến chlai đôi chân sót pru mình thọ miên mình lúc na muối nung tia hiến để dây lên sầm đầy vô hà nâng niên lại lục luồng khơi côn khăn đôi chân nó có bên chọc thả chào chật na hơi chọc slap và nâng sân chốc anh cầm phong nơi hot cầm làng tờ rốt sầm rạ luôn ở bạn nơi hot sân tư